បន្តទៅទៀតនេះខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញលោកនាយកមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាសូមគោរពអញ្ជើញគ្រប់លោកយុសគុណអនុប្រធានមន្ត្រីនិងជាតំណាងលោកប្រធានមន្ត្រីអប់រំយុវជននិងកីឡាសូមគោរពគណៈកម្មការលោកនាយកលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សសាស្ត្រទាំងអស់បាទជាការចាប់ផ្ដើមក៏សូមលើកសរសើរបងប្អូនទាំងពីរក្រុមណាក្លាហានហើយសុទ្ធតែជោគជ័យហើយណាប៉ុន្តែដោយសារកម្មវិធីតម្រូវបាទដោយសារកម្មវិធីតម្រូវហើយការដាក់បន្ទុកមិញខ្ញុំបានបូកសរុបមានប៉ុន្តែប្រហែលគ្នាថាប្រហែលគ្នាហើយក៏សូមលើកសរសើរដែរដែលមានភាពក្លាហានហើយអាចអង្គុយនៅលើវេទិកាហើយអាចឡើងនិយាយបានទោះបីមានការខ្វះខាតដោយគណៈកម្មការយើងកាត់បានលើកឡើងខ្ញុំមាន5ចំណុចដែលលើកជារួមសម្រាប់ក្រុមទាំងពីរដោយសារបងអូនគ្នាតែប្រហែលគ្នាចំណុចទី1សម្រាប់ប្រធានបទនេះសុទ្ធតែមានឱកាសឈ្នះទាំងក្រុមស្របនិងក្រុមបដិសេធហើយក៏អាចថាមិនមែនតែប្រធានបទនេះដែលការរៀបចំឡើងរបស់គណៈកម្មការហ្នឹងគឺបានគិតគូរទៅដល់ក្នុងការទុកចន្លោះខ្វះខាតដើម្បីឲ្យយើងរកកលឹះថ្ងៃឃើញមុនដំបូងខ្ញុំឃើញថាក្រុមទាំងពីរថាដូចជាខ្វះចំណុចហ្នឹងប៉ុន្តែនៅពេលដែលសួរឆ្លើយឃើញលើកចំណុចដែលខ្ញុំចង់និយាយទី1នេះគឺត្រង់ថាក្រុមស្របណាក្រុមស្របយើងលើកការពារណាការពារនៅប្រធានបទបាទលើកការពារនៅប្រធានបទរបស់យើងហើយក៏យើងអាចរំលេចចេញបានដែរថាមានកត្តាផ្សេងទៀតណាកត្តាផ្សេងទៀតប៉ុន្តែកត្តាជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះវាជាកត្តាចម្បងវាជាកត្តាសំខាន់វាជាកត្តាមូលដ្ឋានហើយយើងក៏មិនបដិសេធដែរថាកត្តាផ្សេងទៀតមិនចូលរួមប៉ុន្តែសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះវាសំខាន់ដោយសារយើងជាក្រុមស្របណាយើងត្រូវសង្កត់កន្លែងហ្នឹងបាទចំណុចនេះដែរសម្រាប់ក្រុមបដិសេធព្រោះក្រុមដែលឡើងទៅបន្តទៀតមួយក្នុងចំណោមក្រុមទាំងពីរណាអញ្ចឹងក្នុងនាមជាក្រុមបដិសេធពេលសួរឆ្លើយបានឃើញលើកដែរប៉ុន្តែពេលដែលឡើងនិយាយអត់សូវលើកថាបដិសេធក្នុងន័យបំពេញបន្ថែមបាទបដិសេធត្រង់ថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងវាមិនមែនជាកត្តាកំណត់តែមួយមុខគាត់ទេវាមានកត្តាផ្សេងទៀតឧទាហរណ៍1 2 3ដែលជាតលហិកយើងយកមកលើកអញ្ចឹងណាបាទអាហ្នឹងទាំងពីរក្រុមឃើញថានៅពេលសួរឆ្លើយបានរំលេចចេញវិធីសាស្ត្រពីរនេះហើយបើក្នុងក្រុមបដិសេធវិញបើខ្ញុំតែងលើកពីគណិតវិទ្យាយើងអាចលើកជាអនុគមក៏បានដែរណាបាទអនុគម n x y z x វាគ្រាន់តែជាអថេមួយនៅក្នុងអថេទាំង3ឯងអថេទាំង4ទេបើយើងមានតលហិក3ផ្សេងទៀតនោះមានន័យថាអថេមួយគឺសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវាមិនអាចកំណត់តម្លៃទាំងស្រុងនៃអនុគមទេគឺវាមាន x y z ផ្សេងទៀត3អថេទៀតណាអានឹងវារឹងជ្រៅបន្តិចតែបើយើងអាចទាញនៅចំណុចនោះនៅក្នុងវគ្គក្រោយទៀតសម្រាប់ក្រុមបដិសេធក៏ប្រហែលជាប្លែកដែរបាទព្រោះតម្លៃនៃអនុគមមួយវាមានអថេលើសពីមួយបាទអញ្ចឹងយើងបដិសេធក្នុងន័យបំពេញបន្ថែមនេះជាចំណុចទី1ដែលខ្ញុំចង់លើកទាំងពីរក្រុមដើម្បីយើងបានជាគំនិតខ្លះដើម្បីបន្តទៅវគ្គបន្ទាប់ទៀតបាទរីឯចំណុចទី2ខ្ញុំសង្កត់ធ្ងន់ទៅលើពាក្យកលឹះឃើញថាបងអូនទាំងពីរក្រុមបានលើកហើយក៏ប៉ុន្តែពាក្យកលឹះគួរលើកឲ្យចំណាលើកឲ្យច្បាស់ហើយនៅក្នុងនោះកែលោកខ្ញុំស្ដាប់មិនអស់ដែរព្រោះសារបងអូនឡើងនិយាយទៅកែលោកថាខ្ញុំស្ដាប់មិនទាន់ដែរតាក់ទងទៅនឹងពាក្យថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបញ្ចប់ដោយជោគជ័យណាបញ្ចប់ទី12ដោយជោគជ័យនេះកែលោកខ្ញុំស្ដាប់អត់ទាន់ណាអញ្ចឹងកាលណាយើងអត់បានបន្ថែមពាក្យជោគជ័យអ្នកធ្លាក់ក៏ចប់ដែរតាណាអ្នកធ្លាក់ក៏ចប់ដែរអញ្ចឹងការកំណត់នៅពាក្យកលឹះកន្លែងនេះសូមឲ្យជាក់លាក់ចឹងនេះចំណុចទី3
ជាចំណុចល្អឃើញថាក្លងឃ្លាសម្រងសម្ដីគំនិតយោបល់ល្អនេះជាចំណុចល្អទាំងពីរក្រុមសម្បូរណាសម្បូរបែបសម្បូរគំនិតក្នុងការលើកមកជាចំណុចល្អទេទាំងពីរក្រុមចំណុចទី4ឃើញថាល្អដែរប៉ុន្តែចង់ឲ្យបំពេញបន្ថែមគឺទំនុកចិត្តរបស់យើងណាទំនុកចិត្តវាពាក់ព័ន្ធទាំងការប្រើប្រាស់សំឡេងដែរបាទទាំងការប្រើប្រាស់សំឡេងទឹកមុខហើយនឹងកាយវិការបាទអញ្ចឹងទំនុកចិត្តយើងល្អគួរសមប៉ុន្តែនៅមិនទាន់ជាល្អមែនទេអញ្ចឹងបើយើងពង្រឹងថែមយើងប្រើប្រាស់សំឡេងរបស់យើងបើថាទាន់ឲ្យច្បាស់ទាន់ឲ្យមុតទាន់ឲ្យស្រួចចាក់ឲ្យចំបេះដូងអ្នកស្ដាប់បាទហើយទឹកមុខរបស់យើងក៏ទឹកមុខនិងកាយវិការរបស់យើងហើយជាពិសេសទឹកមុខគឺយើងមើលមកគណៈកម្មការមើលមកគណៈអធិបតីឬមើលទៅអ្នកចូលរួមបាទអញ្ចឹងកត្តាទី4នេះគឺខ្ញុំផ្ដោតទៅលើទំនុកចិត្តណាទំនុកចិត្តរីឯកត្តាទី5ជាកត្តាសំខាន់ហើយអ្នកគ្រូគណៈកម្មការទី2លោកបានលើកដែរតកតងទៅនឹងទិន្នន័យប៉ុន្តែសម្រាប់ខ្ញុំទី5នេះខ្ញុំដាក់ថាឯកសារយោងឃើញមានយោងខ្លះអត់ខ្លះណាយោងខ្លះអត់ខ្លះហើយខ្លះក៏យោងបានត្រឹមត្រូវខ្លះយោងមិនទាន់ជាសូវត្រឹមត្រូវដើម្បីយោងឲ្យត្រឹមត្រូវទី1ត្រូវបញ្ជាក់ថាប្រភពនឹងមកពីណាប្រភពនឹងនរណាអ្នកលើកណានរណាជាអ្នកលើកកាលបរិច្ឆេទដែលលើកឡើងហ្នឹងចំណុចទី3នៃការយោងគឺខ្លឹមសារហើយនឹងចំណុចទី4មកពីណាជាក់ស្ដែងឃើញបេក្ខជនទី1ហើយនឹងបេក្ខជនទី3នៃក្រុមស្របបានលើកឯកសារយោងប៉ុន្តែមិនបានបំពេញចំណុចសំខាន់នៃឯកសារយោងរីឯបេក្ខជនក្រុមបដិសេធទី2ក៏បានលើកយោងប៉ុន្តែមិនទាន់បានបំពេញចំណុចដែលខ្ញុំបានលើកឡើងនឹងដើម្បីឲ្យការគ្រប់គ្រងយើងល្អសូមឲ្យយកចេញពីអត្ថបទស្រាវជ្រាវណាអត្ថបទស្រាវជ្រាវនិក្ខេបបទដូចនៅក្នុងនេះឃើញលើកតែមួយគាត់គឺគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតអញ្ចឹងយើងលើកគោលនយោបាយហើយនឹងយើងលើកអត្ថបទស្រាវជ្រាវទៅទម្ងន់នៃការយោងរបស់យើងនឹងកាន់តែធ្ងន់បាទសូមអរគុណបាទ